ចិត្តដល់ថ្ងៃចូលរោងទេពបូព្រឹកថៃសម្រស់កាន់តែខ្ញង់រៀងឡើងស្រឡូនស្អាតត្រៀមស្លៀកឈុតកូនក្រមុំនិយាយតាក់ទងនឹងថ្ងៃពិសេសរបស់តារាចម្រៀងស្រីទេពបូព្រឹកមហាជនអ្នកគាំទ្របានជ្រាបហើយកាលពីមួយរយៈមុនកន្លងទៅគូស្នេហ៍លោកជីដេវីតនិងអ្នកនាងទេពបូព្រឹកបានរៀបចំកម្មវិធីយ៉ាងរ៉ូមែនទិកមួយនៅឯមាត់សមុទ្រដើម្បីធ្វើការប្រកាសថ្ងៃរៀបការតាមប្រពៃណីជាផ្លូវការដែលនឹងរៀបចំឡើងនៅថ្ងៃទី7 ខែមិថុនាឆ្នាំ2025ខាងមុខនេះគិតមកដល់ពេលនេះរំលងតែជាង2 ខែទៀតទេតារាចម្រៀងប្រុសស្រីមួយគូនេះបានក្លាយជាកូនកំលោះកូនក្រមុំក្នុងរោងជ័យតាមប្រពៃណីហើយដែរនកទាំងពីរបានត្រៀមរៀបចំថ្ងៃពិសេសនេះយ៉ាងធំដុំអធិកអធមសមនឹងកិត្តិយសមុខមាត់របស់អ្នកទាំងពីរស្របពេលកំពុងត្រៀមខ្លួនសម្រាប់ថ្ងៃសិរីមង្គលខាងមុខនេះដែរងាកទៅមើលអនាគតកូនក្រមុំក្នុងរោងជ័យទេពបូព្រឹកវិញថ្មីនេះអ្នកនាងកំពុងឆក់បានការចាប់អារម្មណ៍និងសរសើរខ្លាំងពីសំណាក់អ្នកគាំទ្រក្រោយពីបានឃើញរូបភាពក៏ដូចជាវីដេអូផ្សេងបង្ហាញពីរូបសម្រស់របស់អ្នកនាងហាក់កាន់តែខ្ញង់ស្អាតជាងមុនទៀតដែលអ្នកនាងថៃសម្រស់រូបរាងឡើងស្រឡូនរីឯមុខមាត់ក៏កាន់តែគួរឲ្យស្រឡាញ់ដូចតុកតាអ៊ីចឹង